សូមស្វាគមន៍មកកាន់ Channel YouTube ខ្មែរ Today ជា Channel ធ្វើការ review លើសមត្ថភាពសពាវុធជុំវិញពិភពលោកថ្ងៃនេះយើងបន្តនិយាយអំពីសពាវុធថៃបន្តទៀតគឺចាប់ផ្ដើមនិយាយពីប្រព័ន្ធបាញ់កំជ្រួចវងវិញម្ដងតើសប្តាហ៍កងទ័ពថៃមានកំជ្រួចវងអ្វីខ្លះដូចខ្ញុំបាននិយាយក្នុងវីដេអូក្នុង Channel YouTube KH New អញ្ចឹងបើតាម Reuters បានចុះផ្សាយថាចិនគឺជាអ្នកជួយគ្រប់គ្រងទាំងស្រុងក្នុងការផលិតកំជ្រួចវងឲ្យថៃដើម្បីឈ្លានពានកម្ពុជាហើយក៏ជារឿងធម្មតាដែរសម្រាប់ចិនពីព្រោះតែនៅលើតំណែងតំណងអន្តរជាតិគ្មានទេមិត្តពិតប្រាកដមានតែផលប្រយោជន៍បើយើងនិយាយពីប្រព័ន្ធបាញ់កំជ្រួចវងវិញថៃចាញ់ខ្មែរយើងឆ្ងាយណាស់ពីព្រោះតែពីមុនកងទ័ពថៃមិនដែលមានប្រវត្តិប្រើប្រាស់កំជ្រួចវងនោះទេប៉ុន្តែនៅពេលប្រយុទ្ធជាមួយខ្មែរយើងនាកំឡុងឆ្នាំ2008ដល់ឆ្នាំ2012កងទ័ពថៃចាញ់ព្រីប BM21 និង RM70 ខ្មែរទើបថៃងាកមកប្រើកំជ្រួចវងដែរផ្ដើមសហការជាមួយអ៊ីស្រាអែលក្នុងការផលិតជាលើកដំបូងនៅកំជ្រួចវងធុន DTI 11A ទទួលបានបេជ័យកោវិជ្ជាពីរ៉ុកែត PULS ពីអ៊ីស្រាអែលទាំងស្រុងគ្រាន់ថាពេលវាត្រូវបានផលិតនៅលើទឹកដីថៃក៏ដូរដាក់ឈ្មោះវាថា DTI 11A វាត្រូវបានបំពាក់លើរថយន្តយោធាមានកង់6គុណនឹង6មានទម្ងន់10តោនបំពាក់ទៅដោយកណ្ដុងសម្រាប់បាញ់គ្រាប់រ៉ុកែត40កណ្ដុងប្រើប្រាស់គ្រាប់ប្រភេទ122មីលីម៉ែត្របាញ់បានចម្ងាយ20គីឡូម៉ែត្រទៅ40គីឡូម៉ែត្រប៉ុន្តែបើវាបំពាក់គ្រាប់160មីលីម៉ែត្រឬក៏306មីលីម៉ែត្រ330មីលីម៉ែត្រនិង370មីលីម៉ែត្រវិញចម្ងាយបាញ់របស់វាគឺចាប់ពី150គីឡូម៉ែត្រទៅ300គីឡូម៉ែត្រទី2រ៉ុកែត DTI-1 វាជាការសហការស្រាវជ្រាវរវាងប្រទេសថៃនិងចិនដែលយកគំរូតាមរ៉ុកែត WS-1 របស់ចិនវាត្រូវបានផលិតនៅប្រទេសថៃផ្ទាល់តែម្ដងហើយឧបករណ៍សម្រាប់បាញ់គ្រាប់រ៉ុកែតរបស់វាមាន4កណ្ដុងប្រើប្រាស់គ្រាប់ប្រភេទ300មីលីម៉ែត្រឬក៏302មីលីម៉ែត្រប្រវែងបណ្ដោយ 6.37 ម៉ែត្រទម្ងន់750គីឡូក្រាមចំណែកឯក្បាលគ្រាប់របស់វាវិញមានទម្ងន់150គីឡូក្រាមរ៉ុកែត DTI-1 នេះបំពាក់លើរថយន្តដែលមានកង់ចំនួន8អាចបោចល័តបំលាស់ទីទៅគ្រប់ទីកន្លែងដែលមានសមត្ថភាពបាញ់បានចម្ងាយចាប់ពី60គីឡូម៉ែត្រទៅ150គីឡូម៉ែត្ររហូតដល់180គីឡូម៉ែត្រទី3រ៉ុកែត DT-1G បាញ់បានចម្ងាយចាប់ពី70គីឡូម៉ែត្ររហូតដល់150គីឡូម៉ែត្រដែលរ៉ុកែតទាំងពីរនេះមានប្រព័ន្ធបញ្ជាបាញ់ដោយស្វ័យប្រវត្តិនិងក្បាលគ្រាប់ភ្ជាប់ទៅដោយ GPS នាំផ្លូវប្រព័ន្ធភ្ជាប់តំណែងតំណងនិងបកាយរណបវាប្រើពេលត្រឹមតែ20នាទីប៉ុណ្ណោះដើម្បីបញ្ចូលគ្រាប់សារជាថ្មីនៅឯរ៉ុកែត DTI-2 ក៏មិនខុសគ្នាពីរ៉ុកែត DTI-11A ប្រើប្រាស់គ្រាប់ប្រភេទ122មីលីម៉ែត្រដូចគ្នាខុសគ្នាត្រង់ថា DTI-2 បំពាក់លើរថពេលដែក Type 85ដែលទិញពីចិនទី5គឺ SR4 ជាប្រព័ន្ធបាញ់កំជ្រួចវងថៃទិញពីចិនចំនួន4គ្រឿងបំពាក់លើរថយន្តយោធាធុន Shanxi SX 2190មាន40កណ្ដុងប្រើប្រាស់គ្រាប់ប្រភេទ122មីលីម៉ែត្របាញ់បានចម្ងាយ20គីឡូម៉ែត្រទៅ40គីឡូម៉ែត្រដែលអាចបាញ់បាន40គ្រាប់ប្រើពេលត្រឹមតែ30វិនាទីប៉ុណ្ណោះខ្ញុំសូមបញ្ជាក់ផងដែរប្រព័ន្ធបាញ់គ្រាប់រ៉ុកែត122មីលីម៉ែត្រគឺអាចបំផ្លាញទីតាំងសត្រូវទំហំ3ហិកតាត្បិតថាថៃមានប្រព័ន្ធបាញ់គ្រាប់រ៉ុកែតដូចខ្មែរយើងមែនប៉ុន្តែมันមានច្រើនគ្រឿងដូចខ្មែរយើងនោះទេ